សួស្តីអ្នកទាំងអស់គ្នាខ្ញុំអាស៊ូមីខន្តាថ្ងៃនេះដែរយើងមកតសាច់រឿងដល់វគ្គតបន្តទៀតអញ្ចឹងហើយកុំឲ្យខាតពេលយូរតើយើងចាប់ផ្ដើមបើក្បាលសាច់រឿងមកគេក៏បានបង្ហាញអំពីគូប្រិស្រីដែលបានសួរទៅកាន់3នាក់នេះថាមានគេបូលីអត់បើមានរឿងអញ្ចឹងកើតឡើងប៉ុន្តែពួកគេក៏បានបដិសេធគូប្រិស្រីនេះពិតជាស្អប់ណាស់អ្នកដែលបូលីទៅកាន់សិស្សដទៃទៀតបានតែគេបងបូលីឯងទៀតឯងមកប្រាប់យើងមកចាំយើងជួយលោកគ្រូម្នាក់ក៏បានចូលមកដែលបានគោះទ្វារក៏ធ្វើឲ្យនាងខឹងជាខ្លាំងក៏បានដាក់គាត់មកខ្សែតីទៅកម្មខាង3នាក់នេះវិញមមុននឹងអេរ៉ាពិតជាម៉ាស់មកជាខ្លាំងដោយសារតែសិស្សមកពេញសាលាហ្នឹងក៏បានឃើញពួកគេស្រាតកំហុសទាំងអស់ដោយសារតែអេលៀនមួយគត់តែអូគ្រូនិយាយថាប្រហែលជាមកពីគាត់ដោយសារតែអេលៀនសុផមកលើកនេះគឺវាចង់បានធម្មពលធ្វើបូក្រេនេះទៀតបើនិយាយពីធម្មពលចឹងចុះអេរ៉ាដឹងថាខ្លួនឯងមានធម្មពលពីកាលអេរ៉ាតែមិនឃើញថាខ្លួនឯងមានធម្មពលថ្ងៃនេះនោះទេនាងទទួលបានធម្មពលនេះដោយសារតែឋានសួគ៌បានចេះរស់នាងបានអូរ៉ាសើគីសោះនិយាយមកលយដល់កឥឡូវអេរ៉ាមានធម្មពលដូចខ្ញុំច្បាស់ជាអេលៀនមករកជាមិនខានទេអូយអូគ្រូចេះបារម្ភពីអូនទៀតយ៉ាការពារខ្លួនបានដោយសារតែយើងមានធម្មពលពិសេសអញ្ចឹងហើយកាលណាយើងមានអេលៀននៅដេញតាមជាងរហូតហ្នឹងប៉ុន្តែវាប្លែកបើវាចង់បានណាស់ចង់វាមិនត្រូវយកខៃទៅឬមួយក៏វាមិនអាចហើយចម្លើយនោះគឺអេលៀនវាមិនអាចឈ្លានពានពិភពលោកដោយសារតែយកខៃនឹងឯងហើយអូគ្រូនគាត់ថាយកខៃនឹងគឺកំពុងតែការពារអំពីការឈ្លានពានរបស់អេលៀនហ្នឹងហើយដោយសារតែវាមិនអាចកម្ចាត់យកខៃបាននោះវាក៏បានតែរកមនុស្សដែលមានសម្ពុពិសេសដូចជាពួកយើងពិសោធន៍ដើម្បីតែបានបច្ចេកវិទ្យាទំនើបមកកម្ចាត់ពួកយកខៃហើយមានភាគរយដែលអេលៀនគឺមានពងរបស់អូគ្រូនការបកស្រាយច្បោកច្បល់របស់អូគ្រូននេះពីអ្នកនេះគឺស្ដាប់មិនយល់ទេឥឡូវនេះមកកាន់នឹងខាងបញ្ហាដែលសិស្សពេញសាលាឃើញពួកគេស្រាតអេរ៉ាចង់ដោះស្រាយតែប្រាប់ថាគឺជាកំហុសរបស់ម៉ូម៉ូក៏សង្ហាក់ចិត្តដែរប៉ុន្តែក៏កាត់ចោលឡើងគេថាមិនអីទេនិយាយទៅគឺនាងមិនខ្វល់ទេតែបើម៉ូម៉ូធ្វើចឹងមិនដឹងពេញសាលានឹងស្អប់នាងដល់ពេលនោះម៉ែផាអេរ៉ាក៏បានមកដល់អេរ៉ាឃើញចឹងហើយក៏ធ្វើជាចរិតងាក់ងក់ដូចរដងចឹងទៅបើផាអេរ៉ាគាត់ថានេះគឺជាស្នាដៃរបស់ម៉ូម៉ូហើយម៉ូម៉ូគឺនាងមិនខ្វល់ទេសូម្បីតែមួយម៉ាត់គឺនាងមិនបើកមាត់និយាយនោះឡើយហើយអូគ្រូនសួរថាម៉េចម៉ូម៉ូធ្វើចរិតចឹងហើយខ្ញុំនិយាយច្រើនបកស្រាយមកថាម៉េចទៅធ្វើអីមួយមានពាក្យអេរ៉ាហើយអូគ្រូនក៏មកបកស្រាយតាមដំណើររឿងទៅហើយអូគ្រូនទៅធ្វើអីនៅកន្លែងហ្នឹងមុនដំបូងហើយអូគ្រូនក៏ឆ្លើយទាំងអៀនគឺថាគាត់ហាត់ប្រាណដើម្បីឲ្យខ្លាំងជាងមុនហើយក៏ប៉ុណ្ណឹងសោះចាំបាច់លាក់លៀមទៅអីបើម៉ូម៉ូសុកឃើញគាត់ខ្លាំងនោះប្រហែលជាម៉ូម៉ូគាត់ថាគាត់លយម៉ូម៉ូដូចចឹងហើយគឺរំភើបចិត្តមិនស្ទើរទេហើយក៏លោកអូគ្រូនដូចរដងចឹងមកផាក់ម៉ូក៏បានមកដល់ហើយក៏បានកាត់ចង្វាក់របស់ពួកគេហើយមានរឿងកើតឡើងនឹងឃើញពីអ្នកឯងស្រ័យដេកលើគ្នាទៀតនៅកណ្ដាលវាសាលាហ្មងហើយក៏សួរម៉ូថាមានរឿងអ្វីកើតឡើងហើយម៉ូឆ្លើយថាគឺមិនដឹងទេហើយពីហ្នឹងក៏បានបង្កើតសាច់រឿងប្លាអូគ្រូនម៉ូធ្វើស្អីគ្នាហ្នឹងអរ៉ាបើកើតអីទៀតចាំប្រាប់ពួកយើងចាំញ៉ាំជួយអូយអ្នកទាំងអស់គ្នាចិត្តល្អប៉ុន្តែញ៉ាំចង់និយាយពីអ្វីដែលកើតឡើងទេខ្លាចជាសិស្សសាលាល្បីធ្វើនិយាយអីក៏គេស្ដាប់ដែរហើយមករួមគណៈរបស់អរ៉ាហ្នឹងគាត់ថាមកពីម៉ូហើយចាប់ដើមនិយាយអាក្រក់ពីម៉ូទាំងអស់អេរ៉ាឃើញចឹងហើយត្រង់បានក៏បាននិយាយថារឿងដែលចាក់ចាយមិនល្អរបស់ម៉ូគឺនាងជាអ្នកចាក់ចាយហើយនាងសំទោសបាននាងធ្វើទង្វើអាក្រក់ទាំងហ្នឹងហើយក៏ដើរចេញពីថ្នាក់រុយទៅការល្បីល្បាញរបស់នាងនឹងគឺលាលុតអស់ហើយថែមទាំងជឿក្បាលនឹងអ្វីកើតឡើងទៀតក៏បានបោកក្បាលខ្លួនឯងថែមទៀតទៅចុះបោកក្បាលប្រយ័ត្នឈួតថែមមិនប្រាប់គេនៅថានឹងកុហកខ្ញុំហើយអេរ៉ាប្រាប់ថាគឺបានប្រាប់ឲ្យថាម៉ូគឺជាមនុស្សអាក្រក់អេរ៉ានិយាយយ៉ាងណាក៏ដោយគឺម៉ូដឹងថាអេរ៉ាកុហកស្រាប់តែពេលនោះ Alien Magnesium ក៏បានលេចមុខមកនៅខាងមុខរបស់ពួកគេស្មាន Magnesium វាប្រហាប៉ុន្តែបើជាដួលស្លាប់ទៅវិញប្រែកាអីណៃ Magnesium ក៏បានក្រក់មកនៅផ្ទះម៉ូហើយថែមទាំងមានអ្នកជួយរួមរបួសឲ្យទៀតនិយាយជឿនៅថាហ្នឹង Alien ស្អីមើលដូចកាប់ប៉ាឃើញនៅមុខភ្នែកនៅតែមិនជឿទៀត Magnesium ពិតជាភ្ញាក់ផ្អើលនឹងស្ថានភាពដែលនៅមុខគាត់នេះ Magnesium ក៏បានក្រោកយ៉ាងលឿនធ្វើឲ្យពួកគេភ្ញាក់ជាងខ្លាំងហើយ Magnesium ក៏បានកន្លែងទៅឃើញម្ហូបនៅខាងក្រោមយើងមិនដឹងទេថាភាវៈរបស់ពួកឯងស៊ីអីនោះតែម្ហូបនៅក្រោមជើងឯងនោះគេហៅថាការីតែបើឯងមិនចង់ហូបទេគឺអត់ទៅនឹកស្មានមកដល់នោះ Magnesium ក៏បានលុតជង្គង់ចោះហើយនិយាយទាំងទឹកភ្នែកថានេះគឺជាលើកដំបូងហើយដែលមានអ្នកថែទាំខ្ញុំឲ្យធ្វើឲ្យម្ហូបឲ្យខ្ញុំញ៉ាំទៀតរួចក៏ញ៉ាំបាយទាំងទឹកភ្នែកឲ្យតែមកស៊ីបាយនៅផ្ទះនេះមិនស៊ីមិនដែរស្រួលទេស៊ីមានតែដើមគ្នាវាយគ្នាទៀតអើយ Bitch-ass coppers stick to eating Kabamaki! You left that Udi on the Cuba! You stupid baldy! មែនទេមានកូនម្នាក់ដែរហើយកូននឹងធ្លាក់ខ្លួនឈឺហើយបើកូនគាត់គ្មានការបោះចាក់ឈាមនោះទេកូនគាត់ច្បាស់ជាស្លាប់ជាមិនខានហើយប្រពន្ធរបស់មែនទេឈាមគឺស្លាប់ដោយសារជំងឺនឹងដែរហើយដើម្បីតែព្យាបាលកូននៅពេទ្យនោះក៏ត្រូវការលុយនៅភពមែនទេឈាមនោះគឺមែនទេឈាមគ្មានការងារទេអញ្ចឹងហើយក៏សម្រេចចិត្តទៅក្រៅភពដើម្បីរកការងារថ្មីហើយភាវៈរបស់ Magnesium នោះគឺស័ក្តិសមណាស់ធ្វើជាអង្គរៈតែចំណោមភាវៈរបស់ Magnesium ដែលរស់នៅទីហ្នឹង Magnesium នេះគឺអន់ជាមែនទែនហើយគឺគ្មានណាគេជួអង្គរៈអន់នោះទេអញ្ចឹងហើយ Magnesium ក៏បន្ថយទៅធ្វើការងារជាមួយពួកក្រិតជនហើយ Magnesium ក៏យំទន់សោកដោយសារខ្លួនឯងខ្ទុយសោយពេកគឺគ្មានលទ្ធភាពជួយប្រពន្ធនោះទេហើយទៅធ្វើឲ្យប្រពន្ធស្លាប់ហើយឥឡូវនេះគឺគ្មានលុយព្យាបាលកូននោះទេអញ្ចឹងហើយកូនរបស់គាត់ច្បាស់ជាស្លាប់ជាមិនខាន
ហើយគ្រូនក៏មានសំណួរ serious មួយសួរថាចុះបើយកពងខ្ញុំទៅលក់បានលុយព្យាបាលកូនរត់រត់ចុះបើយកទៅលក់ហើយយកពងមកពីណាទៀតគេបោះចាក់ឲ្យមែនទោះបីជាលក់បានលុយមែនគឺលុយនឹងចាយមិនបានយូរនោះទេពួកយើងអាណិតគាត់មែនប៉ុន្តែគាត់ត្រូវមានការងារមួយដើម្បីចិញ្ចឹមកូនរបស់គាត់តែគេមិនទទួលយកឈ្នួលណាដែលអន់ទុនខ្សោយនៅឡើយអ្វីដែលមកមុននិយាយគឺត្រូវហើយគឺគាត់ត្រូវការងារមួយដែលស័ក្តិសមនឹងគាត់អរគុណហើយដែលបានចង់ជួយខ្ញុំប៉ុន្តែខ្ញុំមិនចង់ឲ្យពួកឯងពាក់ព័ន្ធនឹងបញ្ហារបស់ខ្ញុំទេខ្ញុំនឹងចាក់ចេញពីទីនេះមិនរវល់មួយពួកឯងទៀតឡើយនៅពេលនោះ Granny Seiko ក៏បានប្រាប់ឲ្យ Mantis Shrimp ឈប់សិនជាងរបស់ឯងគឺពិតជាស្អុយខ្លាំងណាស់អគ្រូនលុយចឹងហើយក៏ច្រឡោតថាឲ្យ Granny Seiko ប៉ុន្តែ Granny Seiko និយាយគឺមានហេតុផលនាងក៏បានទៅហិតរបួសរបស់ Mantis Shrimp ខ្លាំងជាងរបស់ឯងដូចជាយើងធ្លាប់ហិតពីមុនមកតែមក Granny Seiko ក៏ឲ្យ Mantis Shrimp ផឹកដោះគោសិនទៅបន្ទាប់ពីភ្លក់រសជាតិរបស់ដោះគោស្រស់រួច Mantis Shrimp ក៏ស្រែកទាំងត្រីអរថាគឺវារសជាតិដូចឈាមរបស់គាត់ណាស់ Granny Seiko ដឹងដោយសារតែបងរអ៊ំរបួសរបស់ Mantis Shrimp នៅគឺធំដូចទឹកដោះគោដែលត្រូវបានផ្សែងជូតរួចហើយយកទៅបោះចោលអញ្ចឹងហើយ Mantis Shrimp គឺបានដំណោះស្រាយដើម្បីជួយកូនគាត់ហើយគ្រាន់តែឲ្យកូនគាត់ផឹកដោះគោនោះប្រហែលជាហើយប៉ុន្តែឈាមរបស់ Mantis Shrimp នោះគឺរៀងខាប់ជាងហើយ Granny Seiko ក៏ប្រាប់ថាចាំយើងឲ្យគោមួយទៅឯងហើយ Mantis Shrimp ក៏សប្បាយចិត្តមិនស្ទើរឡើយក្រោយមក Mantis Shrimp ក៏បានលាពួកគេដោយយកគោមួយទៅដែរហើយសន្យាថាមិនភ្លេចគុណរបស់ពួកគេនោះឡើយបើមានបញ្ហាអីចាំហៅគាត់មកចាំគាត់មកជួយហើយពួកគេក៏បានលាគ្នាដោយរីករាយក្រោយមក3នាក់នេះក៏បានបង្វល់ Granny Seiko ឲ្យទិញកៅអៅសាសាឡាឲ្យពួកគេកៅអៅគឺខ្ទេចអស់ហើយបន្ទាប់ពីប្រយុទ្ធជាមួយ Alien Serpo តែចាំខ្ញុំទិញឲ្យប៉ុន្តែទិញឲ្យតែឯងអង្គគ្រូនេះហើយខ្ញុំចៅបកៅអត់ទិញឲ្យបើចង់កំកៅអៅសម្ដែងធ្វើ Hiroshi ទៅញាក់ធ្វើមកដូចឈួតទៅហើយបើចង់ធ្វើទៅអត់កៅអៅទៅម៉ែមកដុយស្រាប់ពេលនោះក៏មានអ្នករកកដឹងហើយ Granny Seiko ក៏បានប្រាំមកទៅមើលឲ្យទៅធ្វើទាំងចរិតទាំងកាយវិការហើយនឹងសម្លេង Engine valve. Hey, rocket engine valve. ហើយគេក៏បានបង្ហាញតួអង្គថ្មីយើងដែលមានឈ្មោះថា GG មកក៏ភ្ញាក់ផ្អើលដែរមិនបានជាអប៉ែនេះមកផ្ទះនាងគ្រូក៏ឆ្ងល់ដែរក៏សួរ Granny Seiko ថាអប៉ែហ្នឹងណាគេអប៉ែនេះគឺជា best friend របស់ម៉ូម៉ូហើយសំខាន់នោះគឺជាក្រាស់របស់ម៉ូម៉ូដំបងទៀតអូគ្រូណៃមានគូប្រជែងឯង